ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្គាល់ត្រីនេះទេបងប្អូនស្គាល់ត្រីនឹងអត់ត្រីនេះគឺត្រីទលេបងប្អូនហើយកម្រមានណាត្រីនឹងគេហៅថាត្រីកន្ត្រងប្រេងអញ្ចឹងថ្ងៃហ្នឹងខ្ញុំបានទៅផ្សារខ្ញុំឃើញអ្នកលក់គេបានត្រីទលេធម្មជាតិនឹងល្អខ្ញុំក៏ទិញបានប៉ុណ្ណឹងបងប្អូន6ត្រីហ្នឹងប្រហែលជាជាងកន្លះគីឡូវាទូចដែរហើយខ្ញុំយកមកសកាវាស្អាតទៅហើយលាងទឹកសម្អាតវាទៅឥឡូវខ្ញុំចាប់ផ្ដើមយកกระดาษមកជូតសម្ងួតត្រីនឹងចេញហើយថ្ងៃហ្នឹងខ្ញុំជៀនញ៉ាំជាមួយទឹកត្រីស្វាយបងប្អូនហើយសម្រាប់ទឹកត្រីស្វាយហ្នឹងដែរខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនបន្តិចទៀតគឺខ្ញុំធ្វើលក្ខណៈខុសពីបងប្អូនធ្វើធម្មតារាល់ដងអញ្ចឹងអញ្ចឹងតើខ្ញុំនឹងធ្វើរបៀបម៉េចបងប្អូនចាំមើលខ្ញុំធ្វើទាំងអស់គ្នាឥឡូវនេះខ្ញុំមកធ្វើការប្រឡាក់សាច់ត្រីបន្តិចបងប្អូនដោយប្រើម្សៅស៊ុបរ៉ូឌីអធិស្ឋានម្សៅស៊ុបមាន់យើងហ្នឹងម្សៅស៊ុបខ្នុរយើងហ្នឹងបាទធ្វើការរោយពីលើសាច់ត្រីហ្នឹងប្រើប្រហែលជាចិត្តមួយស្លាបព្រាកាហ្វេបងប្អូនម្សៅរ៉ូឌីទាំងអស់ហើយខ្ញុំរោយលើសាច់ត្រីទាំងសងខាងហើយយើងច្បាច់ត្រីហ្នឹងដើម្បីឲ្យវាចូលជាតិបានល្អទៅហើយយើងផ្អាប់វាទុកមួយសន្ទុះបងប្អូនមុននឹងយកទៅចៀនបាទហើយមុននឹងយកទៅចៀនផងដែរខ្ញុំប្រើម្សៅបំពងបងប្អូនគឺយើងយកវាមករោយលើសាច់ត្រីហ្នឹងតិចមកបាច់ច្រើនពេកទេគឺយើងរោយបែបនេះដើម្បីពេលយើងយកត្រីទៅចៀនទៅធ្វើឲ្យត្រីយើងស្រួយបានល្អហើយវាមិនបាច់សាច់ត្រីអញ្ចឹងណាបងប្អូនបាទចឹងគឺយើងធ្វើការរោយវាទាំងសងខាងបាទលាបវាអញ្ចឹងបងប្អូនបាទឥឡូវក្រោយពីរោយម្សៅបំពងលាបលើត្រីសងខាងរួចហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់ត្រីចៀនណាបងប្អូនហើយមុនដាក់ត្រីបងប្អូនត្រូវប្រកាសថាខ្ទះយើងឲ្យក្តៅហើយចាំបងប្អូនចាក់ខ្លាញ់ចូលឲ្យវាឡើងកម្ដៅល្មមទៅបានដាក់ត្រីទៅចៀនទៅត្រីយើងឡើងស្រួយល្អបើមិនអញ្ចឹងទេបងប្អូនខ្ទះអត់ក្តៅទេអាចជាប់ត្រីបែកសាច់ត្រីអត់ចៀនទៅអត់ល្អទេបងប្អូនបាទសំខាន់ត្រូវឲ្យខ្លាញ់យើងឡើងក្តៅល្មមសិនហើយមុននឹងចាក់ខ្លាញ់ឬក៏ខ្ទះត្រូវតែក្តៅដែរបងប្អូនបាទឥឡូវខ្ញុំធ្វើការប្រែវាមកខាងទៀតបាទឃើញថាត្រីរបស់ខ្ញុំនឹងឆ្អិនឡើងក្រហមល្អហើយស្រួយណាបងប្អូនសាច់វាស្រួយខាងទន់ខាងក្នុងបាទឥឡូវខ្ញុំធ្វើការស្រង់វាចេញដាក់ក្នុងកូនកត្រងចឹងមកដើម្បីឲ្យវាស្រក់ខ្លាញ់ឲ្យអស់មុននឹងយកទៅញ៉ាំណាបងប្អូនបាទឥឡូវបងប្អូនដល់ពេលវគ្គយើងធ្វើទឹកត្រីស្វាយណាបងប្អូនហើយខ្ញុំមានស្វាយចំនួន1ផ្លែបងប្អូនចាត់សម្បកឲ្យស្អាតដូចខ្ញុំទៅហើយខ្ញុំអត់ឈូសទេលើកហ្នឹងបងប្អូនគឺខ្ញុំកាត់វាជាបន្ទះរៀងក្រាស់បន្តិចចឹងបងប្អូនបន្ទាប់មកខ្ញុំហាន់ជាកង់ទូចអញ្ចឹងបងប្អូនយើងធ្វើបែបហ្នឹងគឺនៅពេលដែលយើងញ៉ាំទៅស្វាយយើងអត់ទន់លាយដូចទៅពេលដែលយើងឈូសដូចរាល់ដងទេគឺខ្ញុំត្រូវការចំណិតស្វាយរាងធំហើយខ្ញុំប្រើប៉េងប៉ោះចំនួន2ផ្លែផងដែរបាទគឺហាន់ចំណិតស្ដើងដូចធម្មតាអញ្ចឹងបងប្អូនហើយខ្ញុំប្រើខ្ទឹមក្រហម1មើមខ្ទឹមសចំនួន4-5កំពឹសហើយម្ទេសបងប្អូនអាចប្រើតិចឬច្រើនតាមអាស្រ័យតែបងប្អូនចូលចិត្តហឹរឬមិនចូលចិត្តហឹរអញ្ចឹងណាបងប្អូនបាទឥឡូវខ្ញុំនឹងចាប់ផ្ដើមលាយទឹកត្រីបាទបងប្អូនខ្ញុំដាក់ស្ករសចំនួន1វែកបាយរ៉ូឌីបន្តិចប៊ីចេងបន្តិចហើយទឹកត្រី1វែកបាយដូចគ្នាហើយចាប់ផ្ដើមកូរឲ្យគ្រឿងទាំងអស់ហ្នឹងរលាយចូលគ្នាទៅបងប្អូនហើយដាក់ខ្ទឹមនិងម្ទេសចូលបាទបន្ទាប់មកយើងជ្រុំវាឲ្យចូលជាតិគ្នាល្អទៅយើងយកមកចាក់នៅលើស្វាយរបស់យើងដែលបានសាប់ហើយបាញ់មិញហ្នឹងហើយខ្ញុំបន្ថែមបង្គាក្រៀមនិងសណ្តែកដីបន្តិចបាទត្រង់កន្លែងហ្នឹងហើយដែលខ្ញុំបញ្ជាក់ថាទឹកត្រីស្វាយហ្នឹងខ្ញុំធ្វើខុសពីរាល់ដងធម្មតាបន្តិចបងប្អូនគឺដោយយើងប្រើចំណិតស្វាយធំប្រើជាមួយនឹងបង្គាក្រៀមនិងសណ្តែកដីផងដែរបាទអញ្ចឹងបើបងប្អូនលើកក្រោយញ៉ាំត្រីចៀនជាមួយទឹកត្រីស្វាយកុំភ្លេចធ្វើតាមរូបមន្តមួយនេះពិតជាមិនខកបំណងទេបងប្អូនវាឆ្ងាញ់ប្លែកប៉ះសណ្តែកដីឈ្ងុយបង្គាក្រៀមលាយស្វាយតិចចឹងទៅជាមួយសាច់ត្រីចៀនរបស់យើងស្រួយបាយមួយចានអស់មិនដឹងខ្លួនទេបងប្អូនបាទបើអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាបានទស្សនាវីដេអូខ្ញុំសូមអរគុណសូមជម្រាបលា